Thật là lắm phải hiện mong lên kia ai lên thứ ba kia ai để vô bị chơi lẹ cho nghe ngà mà đây mà nghe mình ngồi vậy hả đi có mấy trời thay chứ bình chương nó có mấy rồi cho gần đây cua pe khai lẹ ông cái đất vô bị chơi mà co đấy សួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូថ្ងៃទី2របស់យើងបងប្អូនហើយថ្ងៃនេះខ្ញុំមានបំណងងើបពីបលំដើម្បីមើលថ្ងៃរះជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែសោកស្ដាយមែនទែនដោយសារយើងងើបមកយើងជុលម៉ោងហើយណាមួយងើបមកដល់ភ្លាមគឺមានរឿងហួសចិត្តមួយបងប្អូនគឺបាត់បិទជើងចេញពីបន្ទប់អស់លេង3បន្ទប់ហ្នឹងគឺចុងក្រោយដល់ពេលចុះឡើងគឺមិត្តភ័ក្តិរបស់ខ្ញុំធ្វើស៊ីនាំគ្នាផ្អើលឈូឆលឡើងពេញបន្ទប់ ហើយបន្ទាប់ពីនឹងមកខ្ញុំបាននាំគ្នាដើរមើលកន្លែងកញ្ចុះយើងមកជុំបងប្អូនដោយសារតែយើងមកយប់មិញហ្នឹងគឺវាជុលម៉ោងយប់តិចហើយអញ្ចឹងអត់បានដើរថតទេសភាពជុំវិញកន្លែងហ្នឹងហើយកន្លែងដែលខ្ញុំស្នាក់នៅនេះគឺមានឈ្មោះថាសហគមន៍កំពង់សាមគ្គីបងប្អូនហើយបងប្អូនណាមានកម្រងមកលេងកពតអាចចូលមកស្នាក់នៅទីកន្លែងនេះបានបងប្អូនទេសភាពស្អាតនៅជាប់មាត់ទឹកហើយមានកញ្ចុះសម្រាប់យើងហូបអីទៀត ហើយជាពិសេសគឺតម្លៃធូរថ្លៃទេបងប្អូនហើយមានបន្ទប់ធំទូលាយបន្ទប់នឹងអាចដេកបានច្រើនដែរបងប្អូនយប់មិញខ្ញុំដេកគ្នាដល់តែ4នាក់ហើយមានធំទេប៉ុន្តែនៅតែដេកនៅសល់កន្លែងទូលាយល្វឹងតែម្ដងហើយមានកង្ហារ2ទៀតបងប្អូននៅក្នុងបន្ទប់របស់យើងក្នុងមួយបន្ទប់ហ្នឹងហើយទីតាំងវិញគឺនៅចិត្តទីរួមខេត្តកពតទេបងប្អូនគឺនៅចិត្តកំពង់មូត្រេនហ្នឹងប្រហែលចេញពីកំពង់មូត្រេនមកមិនដល់10គីឡូផងបងប្អូនហើយឥឡូវយើងងាកមកមើលគ្នាយើងវិញបងប្អូន បន្ទាប់ពីដើរលេងជុំវិញកញ្ចុះនឹងមកជុំមកថតរូបជុំគ្នាប្រហែលប៉ុមកគឺពួកខ្ញុំចាប់ដើមចេញមកស្លៀកពាក់កៅអៅហើយរួចរាន់ធ្វើដំណើរឡើងទៅភ្នំបូកគោបងប្អូនហើយពីកន្លែងដេកដែលខ្ញុំស្នាក់នៅទៅដល់ភ្នំបូកគោបងប្អូនជិះប្រហែលជា10គីឡូជាងទេបងប្អូនគឺនៅចិត្តគ្នាទេហើយនេះជាទេសភាពតាមផ្លូវខ្លះទៅភ្នំបូកគោបងប្អូន See right now I need you I'll meet you somewhere now you up now I see you I get you take care now slow down be cool I miss you come here now it's yours now keep it I'll hold on until now I need you right now once I leave you I'm strung out if I get you I'm slowly breaking down and oh it's hard to say but I wish you were right here oh it's hard to leave you when I get you everywhere all this time I'm thinking we could never be a pair oh no I don't need you but I miss you come here and oh it's hard to see you but I wish you were right here oh it's hard to leave you when I get you everywhere នឹងឲ្យបងប្អូនបន្ទាប់ពីខ្ញុំមកដល់កំពង់មូត្រេនមកឥឡូវនេះគឺចូលអាហារពេលព្រឹកសិនបងប្អូនគឺចូលញ៉ាំបាយជុំគ្នាវណ្ណៈមួយចានហើយមុននឹងយើងបន្តដំណើរទៅកាន់ភ្នំបូកគោបន្តទៀតចឹងបងប្អូនបន្ទាប់ពីបាយពេលព្រឹករួចរាល់អស់ហើយឥឡូវនេះខ្ញុំបន្តដំណើរចេញទៅភ្នំបូកគោទៀតទេបងប្អូនហើយពីកំពង់មូត្រេនមកកាន់ភ្នំបូកគោនោះគឺជិះមិនដល់20នាទីផងបងប្អូនគឺឥឡូវនេះគឺបានមកដល់មុខខ្លោងទ្វារភ្នំបូកគោហើយក៏បានជុំគ្នាថតរូបម្នាក់មកប៉ោះថតរូបជាក្រុមជាមួយគ្នាបងប្អូនមុននឹងយើងបន្តដំណើរឡើងទៅលើភ្នំបន្តទៀតបងប្អូនហើយបងប្អូនចាំទេសនាទស្សនវិជ្ជាតាមផ្លូវទាំងអស់គ្នាបងប្អូន ហើយបន្ទាប់ពីឡើងមករៀងខ្ពស់បន្តិចខ្ញុំក៏បានឈប់សម្រាប់ថតរូបថតអីតិចតួចបងប្អូន ដល់ខាត់សួរបូកគោអីដល់ណៃដល់ណៃដល់ពីកាស្នូមហើយដល់ពាក់កណ្ដាលភ្នំហើយដល់ហើយកណ្ដាលដល់ឡៃមកអូជាអាប់ណាស់អើយជាទូជាខ្លាំងមកហ៎មើលចាត់សាប់ចាក់ដល់ពោហ្មងចាំបើគេហៅទឹកដីត្រជាក់ជុំមែនណាជាក់របស់គេជាក់នោះជាក់ដល់គេចង់ប្រាប់បងប្អូនថាខែនេះគឺទេសភាពនៅលើភ្នំបូកគោគឺស្អាតមែនតើបងប្អូនគឺខៀវស្ងាត់តែម្ដង
ហើយបន្ទាប់ពីធ្វើដំណើរឡើងមកទីទៀតយើងក៏បានខ្ញុំមកដល់យាមម៉ៅហើយនឹងចូលបត់ជើងបត់ដៃនៅបន្ទប់ទឹកតិចហើយក៏មកដល់ទឹកធ្លាក់ហើយរៀបចំអាហារពេលថ្ងៃត្រង់ហើយបងប្អូនដោយសារតែម៉ោងយើងឆេដែរហើយឥឡូវនេះម៉ោងចូលមកដណ្ដប់ជាងបងប្អូនហើយចឹងយើងហូបបាយថ្ងៃត្រង់ហើយគ្នាខ្ញុំគាត់អ្នកខ្លះក៏មុជទឹកអ្នកខ្លះក៏ជួយធ្វើម្ហូបជួយអីចឹងណាបងប្អូនហើយទាំងអមតបានបាយថ្ងៃត្រង់ហ្នឹងគឺថាម៉ោង12ជាងហើយបងប្អូនហើយម្ហូបយើងថ្ងៃត្រង់ថ្ងៃនេះគឺមាន3មុខបងប្អូនគឺត្រីអាំងជាមួយនឹងឆាសាច់មាន់ឆាក្តៅអង្កែបហើយសាច់មាន់ស្ងោរងាំងើបងប្អូនប៉ុន្តែស្ដាយបន្តិចម្ហូបឆ្អិនអស់លេងហើយប៉ុន្តែស្ទើរបាយម្ហូបឆ្ងាញ់ប៉ុន្តែថ្ងៃនេះស្ទើរបាយបន្តិចដោយសារតែបាយដាំឆ្អិនអត់តាន់អញ្ចឹងបងប្អូនហើយគ្នាខ្ញុំខ្លះគាត់អត់បានហូបបាយទេហើយបានតែហូបម្ហូបហើយបាយតិចតួចហើយនឹងឥឡូវនេះបន្ទាប់ពីបាយថ្ងៃត្រង់ហើយខ្ញុំចាប់ដើមនោះគ្នាចេញពីកន្លែងនោះមករត់រះមកហើយឥឡូវយើងឡើងមកបន្តទៀតមកកន្លែងលេងមួយទៀតបងប្អូនដែលខ្ញុំសូវស្គាល់ឈ្មោះទេកន្លែងហ្នឹងប៉ុន្តែទេសភាពស្អាតហើយសម្បូរទៅដោយត្រីធំគេមានចំណីត្រីមានអីស្ងាត់ឲ្យយើងបាចឲ្យចំណីត្រីអញ្ចឹងណាបងប្អូនហើយនេះត្រីធំមែនតើមកនៅលើនៅកន្លែងគេណាបងប្អូនហើយឥឡូវនេះរៀបចំថតរូបថតអីជុំគ្នាម្នាក់2 3ប៉ុស្ម្នាក់2 3ប៉ុស្មានថតម្នាក់ឯងមានថតរូបជុំគ្នាទុកចិត្តអនុស្សាវរីយ៍ព្រោះមិនងាយបានមកជុំគ្នាបែបនេះទេបងប្អូនយូរបានម្ដងមិនដឹងថា10ឆ្នាំមានប្រហែលដងទេពេលវេលាល្អបែបនេះហើយនឹងខ្ញុំនឹងរក្សាអនុស្សាវរីយ៍ល្អបែបនេះជារៀងរហូតទៅហើយសង្ឃឹមថាថ្ងៃក្រោយយើងនឹងមានដំណើរកម្សាន្តជាមួយគ្នាទៀតបន្ទាប់ពីថតរូបជុំគ្នាហើយឥឡូវនេះខ្ញុំបាននាំគ្នាចេញពីតំបន់ហ្នឹងហើយបងប្អូនគឺចំពោះដំណើរទៅលេងកន្លែងផ្សេងទៀតបងប្អូនមិនតែមកដល់កន្លែងនេះគឺថាជិះចូលកន្លែងផ្លូវតគឺអត់មានផ្លូវទេហើយក៏បានបកក្រោយវិញហើយឥឡូវនេះគឺបន្តទៅលេងកន្លែងមួយទៀតហើយប៉ុន្តែថ្ងៃនេះដូចជាអត់សូវមានអាប់ទេបងប្អូនប៉ុន្តែតទៅថ្ងៃត្រង់បន្តិចបានមានអាប់ធ្លាក់មកគឺអាប់ល្ងិតផ្លូវមែនតើមើលអត់ឃើញទេប៉ុន្តែពេលចេញមកពីពេលព្រឹកគឺអត់មានអាប់មេឃថ្ងៃនេះក៏អំណោយផលល្អដែរបងប្អូនហើយគឺអត់ភ្លៀងសោះតែម្ដងមេឃថ្ងៃនេះគឺអត់ភ្លៀងទេបានតែលឹមហុយតិចទេអញ្ចឹងវាធ្វើឲ្យដំណើរកម្សាន្តមួយនេះវារៀងរលូនដែរហើយបន្ទាប់ពីធ្វើដំណើរមកយ៉ាងឆ្ងាយតិចឥឡូវនេះគឺចូលចាក់សាំងសិនហើយបងប្អូនចាក់សាំងសិនព្រោះអីនៅលើភ្នំយើងមិនមានសាំងលក់ទេដូចយើងចូលមានការ៉ាស់យើងចាក់ឲ្យហើយទៅវាល្អចាក់ពេញម៉ូតូណាងាយស្រួលក្នុងការធ្វើដំណើរផងហើយបន្ទាប់ពីយើងធ្វើដំណើរមកយ៉ាងឆ្ងាយក៏សមដែរឥឡូវនេះបានមានអាប់តតែមកដល់ខាងលើនេះនៅកន្លែងកាស៊ីណូក៏មិនដឹងនៅកន្លែងនេះខ្ញុំមិនសូវស្គាល់ដែរប៉ុន្តែមកដល់កន្លែងនេះគឺអាប់ចាប់ផ្ដើមធ្លាក់អាប់ហើយបងប្អូនគឺអាប់ធ្លាក់មកខ្លាំងមែនតើហើយឥឡូវនេះគឺជុំគ្នាចាំគ្នាផងព្រោះមានអ្នកខ្លះជិះមកតាមក្រោយអញ្ចឹងមានអ្នកខ្លះមកមុនហើយនេះចាប់ពីកន្លែងនេះទៅគឺអាប់ធ្លាក់ខ្លាំងមែនតើគឺល្ងិតផ្លូវហ្មងគឺមើលឲ្យអត់ឃើញទេបងប្អូនប៉ុន្តែត្រជាក់ខ្លាំងនៅលើភ្នំបូកគោត្រជាក់ហ្មងហើយចង់និយាយថាថ្ងៃនេះគឺសប្បាយខ្លាំងមែនតើដំណើរកម្សាន្តមួយនេះហើយបន្ទាប់មកយើងជិះទៅមុខបន្តទៀតមកដល់នេះគឺអាប់ចាប់ផ្ដើមធ្លាក់ខ្លាំងមែនតើគឺមើលផ្លូវលេងឃើញហ្នឹងហើយគ្នាខ្ញុំនោះគេអ្នកនាំផ្លូវហ្នឹងគេនាំទៅលេងកន្លែងស្អីទេកន្លែងហ្នឹងគេហៅកន្លែងដូចជាបោះស្លឹកឈើកំដឹងហៅថ្មលយក៏មិនដឹងកន្លែងហ្នឹងខ្ញុំមិនដឹងដែរតែកន្លែងនេះគឺខ្យល់ខ្លាំងដូចខ្យល់ប្រឆាំងដូចឃើញក្នុងវីដេអូចឹងបងប្អូនគឺគប់ស្លឹកឈើគាត់ចូលចិត្តលេងគប់ស្លឹកឈើកាលពីលើកមុនគាត់មកមួយសាដែរគឺគាត់មកលេងកន្លែងហ្នឹងដែរគឺគប់មែកឈើហ្នឹងប៉ុន្តែយើងគប់បានតែមែកឈើណាបងប្អូនកុំគប់របស់នៃធ្ងន់គឺធ្លាក់ហើយបន្ទាប់មកឥឡូវនេះចេញពីកន្លែងហ្នឹងមកគឺស្រួលដំណើរទៅហើយគឺសារហ្នឹងគឺចោះទៅវិញហើយបងប្អូនដោយសារអីកន្លែងពេលវេលាយើងគឺខោចដែរយើងមានពេលវេលាខ្លីអញ្ចឹងម៉ោងវារៀងល្ងាចដែរបងប្អូនគឺសូមដំណើរចោះទៅវិញព្រោះអីយើងត្រូវចេញដំណើរទៅផ្ទះទាំងល្ងាចអញ្ចឹងបងប្អូនបើយើងទៅរៀងយប់តិចគឺមិនដឹងថាទៅដល់ផ្ទះស្មានណាទេវាអាចនឹងយប់ជ្រៅអញ្ចឹងមានតែចេញដំណើរទៅរៀងល្ងាចតិចហើយឥឡូវនេះគឺចាប់ផ្ដើមចោះទៅបរាហើយបងប្អូនគឺចុះពីភ្នំហើយ
បន្ទាប់ពីត្រឡប់ក្រោយមកវិញខ្ញុំក៏បានឈៀងចូលកន្លែងយាយម៉ៅដែរបងប្អូនគឺពួកខ្ញុំចូលទៅអុជធូបសុំសេចក្តីសុខសប្បាយតាមផ្លូវទៅវិញចឹងបងប្អូនយើងដើរលេងយើងគូគប់បីជាប់ជាមួយនឹងអបិយជំនឿដែរបងប្អូនគឺថាកន្លែងនេះគឺស័ក្តិសិទ្ធិនេះគឺជាតំបន់ស័ក្តិសិទ្ធិចឹងបើយើងមកដល់យើងគួរតែឡើងទៅអុជធូបមិនថាពេលយើងឡើងមកឬក៏យើងចុះយើងត្រូវទៅអុជធូបទៅបងប្អូនគឺល្អដែរយើងមានអបិយជំនឿក្នុងខ្លួនទៅយើងសុំសេចក្តីសុខសប្បាយហើយយើងសុំការធ្វើដំណើររបស់យើងនឹងគឺរលូនហើយសង្ឃឹមថាបានជួបគ្នានៅឱកាសក្រោយៗទៀតជាមួយនឹងក្រុមការងារខ្ញុំដែលបានជុំគ្នាថ្ងៃហ្នឹងបងប្អូនហើយនេះយើងអុជធូបអុជអីសិនមុននឹងយើងចុះទៅខាងក្រោមបន្តទៀតហើយបន្ទាប់ពីអុជធូបហើយឥឡូវនេះគឺខ្ញុំសូដំណើរចុះទៅវិញឯបងប្អូនគឺចុះទៅតាមផ្លូវហើយមានមួយទៀតបងប្អូនខ្ញុំចុះមកដល់ពាក់កណ្ដាលផ្លូវបានខ្ញុំដឹងថាតើពិតបើយើងចុះពីលើភ្នំបកគូយើងចង់សែវសាំងយើងបិទសោទៅបងប្អូនបីបច្ឆេះទេគឺតម្លាក់ខ្លួនមកតាមផ្លូវរហូតនេះដូចឡៃនេះខ្ញុំគឺអត់មានកាច់សោបច្ឆេះម៉ូតូទេបងប្អូនគឺចំណេញសង់មែនតើគឺយើងបលត់ម៉ូតូឲ្យវារ៉េទៅតាមសម្រួលទៅប៉ុន្តែក៏មើលងាយថាអញ្ចឹងគឺលឿនដែរតាចុះពីលើភ្នំមកគឺលឿនខ្លាំងមែនតើហ្មងបន្ទាប់មកឥឡូវនេះគឺយើងបានមកដល់ខ្លោងទ្វារឋានសួគ៌បកគោយើងវិញហើយបន្ទាប់មកខ្ញុំក៏បានសួរដំណើរចេញទៅប៉ុន្តែមកដល់បានពាក់កណ្ដាលផ្លូវក៏ភាសាគ្នាចង់ញ៉ាំទ្រានក៏បាននងគ្នាចូលទៅចការទ្រានដែលនៅក្នុងខេត្តកំពតហ្នឹងគឺចេញពីវងមូទ្រានមកហ្នឹងបងប្អូនហើយប៉ុន្តែសោកស្ដាយមែនតើគឺដល់គឺទ្រានគឺអត់មានទេគឺគេបេះអស់ហើយនៅសល់តែ2 3ផ្លែទេអញ្ចឹងក៏សូដំណើរចេញមកវិញគឺសារហ្នឹងគឺ direct ទៅពេញហើយបងប្អូនប៉ុន្តែក៏មានបញ្ហារអាក់រអួលតាមផ្លូវដែរដោយសារគ្នាយើងគឺមានអ្នកខ្លះគាត់ទៅមុនអ្នកខ្លះគាត់ទៅក្រោយហើយយើងជាអត់សូវជុំគ្នាទេពេលមកវិញនេះបងប្អូនសូម្បីតែពេលធ្វើដំណើរទៅហ្នឹងក៏មិនសូវជាបានជុំគ្នាអីរ៉ាម៉ានដែរគឺនេះរហូតគឺបែកវងគ្នារហូតបងប្អូន3ម៉ូតូនៅផ្សេងយ៉ាងទៅ2ម៉ូតូនៅផ្សេងយ៉ាងទៅប៉ុន្តែចិត្តបំណាច់តែចង់ហូបទ្រានហើយមកដល់គឺនៅតែហូបទ្រានឲ្យបានបងប៉ុន្តែសំខាន់អ្នកលក់ទ្រានស្អាតណាបងប្អូនអញ្ចឹងបន្ទាប់ពីទិញទ្រានហើយអស់3គីឡូហើយឥឡូវនេះគឺចេញដំណើរទៅហៅកន្លែងហូបអីសិនហៅកន្លែងហូបទ្រានសិនគ្រាន់តែហៅកន្លែងហូបនឹងគឺជិះចង់10គីឡូដីឯងទាំងអមតែមានកន្លែងអង្គុយហូបអីធំត្រូវហ្នឹងហើយឥឡូវនេះគឺជិះមកឆ្ងាយដែរទាំងអមតែមានកន្លែងហូបហ្នឹងគឺអូយពិបាកណាស់បងប្អូនហើយទាំងអមតែបានជុំគ្នានេះឥឡូវនេះគឺជុំគ្នាហូបទ្រានមកសទុះសិនមុននឹងបន្តដំណើរទៅកាន់ទីក្រុងភ្នំពេញហើយឥឡូវនេះគឺបានមកដល់ភ្នំពេញហើយចូលមកដល់ជាខេត្តមកដល់ខាងគួរសៅនេះបងប្អូនហើយក៏ធ្វើដំណើរសូត្រទៅផ្ទះហើយអត់មានអីទេបងប្អូនគឺមានតែពាក្យអរគុណចំពោះការតាមដានទស្សនាវីដេអូមួយនេះហើយក៏ចាំជួបគ្នានៅវីដេអូបន្តទៀតបងប្អូនអរគុណច្រើនជម្រាបលា